បន្ទាប់ពីការបណ្ដេញលោក Ruben Amorim ចេញពីតំណែងកាលពីថ្ងៃទី5 ខែមករាឆ្នាំ2026កន្លងទៅនេះអតីតតារាឆ្នាំរបស់ Manchester United គឺលោក Roy Keane និង Gary Neville បានផ្ដល់មតិផ្ទុយគ្នាជុំវិញការស្វែងរកអ្នកចាត់ការថ្មីលោក Roy Keane អតីតតារាឆ្នាំរបស់ Manchester United ចង់បានលោក Eddie Howe ដែលបច្ចុប្បន្នជាគ្រូបង្វឹករបស់ក្រុម Newcastle ដែលលោកបានបញ្ជាក់យ៉ាងច្បាស់នៅលើកម្មវិធី Sky Sport ថាលោកចង់ឃើញគ្រូបង្វឹកក្រុម Newcastle United រូបនេះមកដឹកនាំនៅ Old Trafford ដែលលោក Roy Keane យល់ថា Manchester United ត្រូវការអ្នកចាត់ការដែលមានភាពស្ងប់ស្ងាត់ calmness លោកបានសរសើរពីបទពិសោធន៍ដឹកនាំជាង800ប្រកួតរបស់ Howe និងជោគជ័យក្នុងការនាំ Newcastle ទៅលេង Champions League និងឈ្នះពាន Carabao Cup ផងដែរឆ្លើយតបពីលោក Eddie Howe បានបដិសេធនៅពាក្យចចាមអារ៉ាមនេះភ្លាមដោយបញ្ជាក់ថាលោកនៅតែមានកិច្ចសន្យា 100% ជាមួយ Newcastle និងមានសេចក្តីសុខក្នុងការធ្វើការជាមួយថ្នាក់ដឹកនាំនៅទីនោះផ្ទុយទៅវិញលោក Gary Neville បានដាស់តឿនដល់ថ្នាក់ដឹកនាំ INEOS ឲ្យឈប់ធ្វើការពិសោធន៍ជាមួយគ្រូបង្វឹកដែលមិនទាន់មានប្រវត្តិឈ្នះពានធំៗដែលលោកចង់ឲ្យក្លឹបរងចាំរហូតដល់ចប់រដូវកាលដើម្បីតាមយកអ្នកចាត់ការកម្រិតពិភពលោកដូចជាលោក Thomas Tuchel ឬ Carlo Ancelotti លោកយល់ថាអ្នកចាត់ការថ្មីត្រូវតែជាអ្នកស្គាល់ Premier League ច្បាស់ធ្លាប់ឈ្នះពានរង្វាន់ League ឬ Champions League និងអាចស៊ូទ្រាំនឹងសម្ពាធដ៏ធំនៅ Old Trafford បាន